បាទជំរាបសួរបងប្អូនបាទអញ្ចឹងថ្ងៃនេះមកបកស្រាយពាក្យព័ន្ធជាមួយនឹងការប្រើប្រាស់ថ្នាំ B12 អញ្ចឹងបងប្អូនឆ្ងល់មែនទែនជាមួយប្រភេទ B12 ហ្នឹងតើវាជួយអីខ្លះបាទអញ្ចឹងបងប្អូនមើលអាមួយនេះទៅបាទគ្រាន់តែវាចាប់ផ្ដើមឡើងភ្លាមគឺខ្ញុំដាក់ B12 ឲ្យវាភ្លាមគឺវាមានកម្លាំងបាទហើយអាលោកវារោមស្អាតបាទអញ្ចឹង B12 នេះគឺជំនួយរោមបាទជំនួយកម្លាំងអាលោកបាទឲ្យវាស្វាហាត់បាទរឹងមាំល្អសុខភាពវារឹងមាំល្អបាទហើយនៅពេលដែលយើងយកទៅលេងអីយើងអាចដាក់វាមុនមួយថ្ងៃពីរថ្ងៃអីទៅបងប្អូននឹងឃើញប្រសិទ្ធភាពរបស់វាបងប្អូនធ្លាប់តែលេងអាលោកយើងលេងឆាប់ធ្លាក់សលេងណាបាទឆាប់ធ្លាក់សលេងបងប្អូនប្រើថ្នាំហ្នឹងទៅដឹងហើយបាទគឺវាលេងបានប្រសើរជាងមុនហើយនៅពេលដែលបងប្អូនកំពុងតែយកវាយកទៅលេងហ្នឹងបងប្អូនអាចដាក់មិនតិចទៅបានដើម្បីវាផឹកនៅព្រៃបាទអញ្ចឹង B12 ហ្នឹងมันខុសពីខារ៉ាបាវទេបងប្អូនផឹកគឺដូចគ្នាគឺឲ្យលោកវាមានកម្លាំងបាទលោកមានកម្លាំងគឺវានៅលើទ្រុងលើអីគឺវារហ័សរហួនបងប្អូនណាវាអត់សូវស្ពឹកឬក៏វាអត់ចង់និយាយថាវាអត់សូវសកុកបាសរោមណាបាទអញ្ចឹងថ្នាំ B12 ហ្នឹងដែរគឺខ្ញុំមានលក់បាទខ្ញុំមានលក់ឲ្យបងប្អូនក៏សួរច្រើនពាក់ព័ន្ធជាមួយនឹងដបតូចដបធំបាទដបតូចដបធំគឺតម្លៃខុសគ្នាបាទឥឡូវបងប្អូននឹងមើលប្រសិទ្ធភាពរបស់វាបាទអញ្ចឹងបងប្អូនមកពីមុនឃើញហើយតែវាហ៊ានតែបទេអត់ហ៊ានលោតបៃទេបាទតែបងប្អូនមើលចរិតវាឥឡូវគឺខុសពីមុនឆ្ងាយណាស់គឺវាកម្លាំងបាទលោកវាមានកម្លាំងបងប្អូនឃើញពីមុនមកគឺញល់យ៉ាងទៅគឺវាអត់ហ៊ានទេលោតបៃគេយ៉ាងទេឥឡូវបងប្អូនមើលជាក់ស្ដែងទៅគឺវាបែបហ្នឹងអញ្ចឹង B12 គឺវាជួយជាមួយបែបហ្នឹងណាបាទបងប្អូនមើលជាក់ស្ដែងគឺអាលោកវាមានកម្លាំងបាទបិទតែវាខ្ចីមែនប៉ុន្តែវាចាប់ផ្ដើមហ៊ានជាមួយពួកចាស់ចាស់បាទប៉ុន្តែយើងប្រើនេះគឺខ្ញុំណែនាំប្រើឲ្យបងប្អូនប្រើជាមួយអាលោកដែលកំពុងតែឡើងថ្មីគឺវាជួយបានច្រើនមែនទែនពាក់ព័ន្ធជាមួយនឹងការបើកសលេងរបស់វាមិនឲ្យអាលោកសលេងអាលោកនឹងស្អកបាទហើយវាជួយកម្លាំងច្រើនជួយកម្លាំងជួយរោមអីហ្នឹងបាទជាមួយនឹងការរំលាយអាហារផ្សេងក៏វាជួយដែរពេលថ្នាំហ្នឹងបាទហើយជាពិសេសមួយទៀតហ្នឹងគឺវាជួយកាត់បន្ថយ stress លោកបាទកុំឲ្យវាសងប់ស្ងាត់ណាបាទវាសកុកឬក៏វាបាសរោមអីហ្នឹងឯងហ្នឹងហើយអញ្ចឹងបងប្អូនចង់បានតាក់ទងចូលភេទបានណាបងប្អូនជាប្រភេទថ្នាំបាទអញ្ចឹងបងប្អូនចង់យកដបធំជាក៏បានគឺយើងប្រើបានយូរហើយចង់រំលែកជាដបទូជាក៏បានសាកល្បងសិនក៏បានអញ្ចឹងតម្លៃវាធូរថ្លៃល្មមទេបងប្អូនអាចយកទៅប្រើបានបាទហើយអានេះដែរគឺមានកម្រិតក្រឹតនៃការប្រើរបស់វាគឺបងប្អូនអាចដាក់តាមចិត្តបងប្អូនបានទេតែកាលណាបងប្អូនដាក់តាមចិត្តមិនខុសពីយើងផឹកខារ៉ាបាវ2កំប៉ុងក្នុងមួយថ្ងៃទេប្រើយូរទៅអាចខូចសុខភាពសាច់វិញអញ្ចឹងយើងប្រើឲ្យត្រូវតាមក្បួនខ្នាតរបស់វាអញ្ចឹងបងប្អូនទិញយកទៅគឺមានការណែនាំបាទប្រើប្រាស់នៅលើនឹងហើយគឺខ្ញុំបិទនៅលើនឹងហើយបងប្អូនអត់បាច់ហត់ឆាតសួរខ្ញុំក៏បានដែរហើយវាមានក្រិតរបស់វានេះបាទតាមការណែនាំបងប្អូនប្រើទៅហើយនៅពេលដែលបងប្អូនដាក់នៅក្នុងទឹកបងប្អូនឃើញថាអត់សូវក្រហមវាអត់ជាបញ្ហាសំខាន់លើកម្រិតទឹកថ្នាំរបស់វាបាទទឹកថ្នាំរបស់វាគឺវាមានកម្រិតខ្ពស់អញ្ចឹងយើងអត់ចាំបាច់ដាក់ច្រើនពេកទេយើងដាក់មកល្មមទៅអាលោកក៏វាផឹកច្រើនទៅតាមនឹងដែរហើយចំពោះប្រភេទថ្នាំរាគខៀវនេះខ្ញុំនឹងធ្វើវីដេអូតាមក្រោយទៀតអរគុណច្រើនសម្រាប់បងប្អូនដែលកាន់កំងអីអាចតាក់ទងចូលពេកបានអរគុណ